សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់អេពីសូតថ្មីមួយទៀតថ្ងៃនេះខ្ញុំនិយាយអំពីតួអង្គលាប៉ីដែលយើងគួរតែរៀនសូត្រតាមមិនយកមនុស្សស្រីធំជាងការងារទេលាប៉ីគឺជាតួអង្គម្នាក់ដែលមានចិត្តគុណធម៌ប៉ុន្តែបើតាក់ទងជាមួយនឹងឆន្ទៈការងារវិញគឺគាត់បែងចែកដាច់រវាងការងារនិងមនុស្សដែលខ្លួនឯងស្រឡាញ់ហើយអេពីសូតមួយនេះគឺសម្រាប់មនុស្សប្រុសគ្រប់រូបស្ដាប់ដើម្បីឲ្យយើងមានគំនិតបានវែងឆ្ងាយតាក់ទងជាមួយនឹងមនុស្សស្រីហើយនឹងការងារដើម្បីឲ្យយើងដើរទៅឲ្យមានភាពស៊ីចង្វាក់គ្នាកុំឲ្យថាដោយសារតែមនុស្សស្រីធ្វើឲ្យយើងបាត់បង់ក្តីសម័យរបស់យើងធ្វើឲ្យគាត់នឹងបិទឃុំឃាំងយើងមិនឲ្យយើងបន្តពីមហិច្ឆតាយើងតទៅមុខទៀតព្រោះយើងក្នុងនាមយើងជាមនុស្សប្រុសយើងជាអ្នកកាន់ចកោតឡានជាមេគ្រួសារអញ្ចឹងយើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនឯងស្រឡាញ់ហើយនឹងកសាងគ្រួសារខ្លួនឯងឲ្យបានល្អមានភាពរីកចម្រើនហើយនឹងជោគជ័យលើការងារហើយនឹងមានលុយចាយសម្រាប់ចិញ្ចឹមបីបាច់កូនរបស់យើងហើយបើសម្រាប់មនុស្សស្រីវិញក៏អាចស្ដាប់ក្នុងអេពីសូតនេះបានដែរព្រោះវាស៊ីសងគ្នាទៅវិញទៅមកទេបើសិនជាយើងជាមនុស្សស្រីបើសិនជាស្ដាប់អេពីសូតនេះគាត់នឹងអាចគិតគូរបានវែងឆ្ងាយជាងមុនហើយនឹងអាចឲ្យតម្លៃទៅលើមនុស្សប្រុសបានច្រើនជាងមុនហើយក្នុងនាមយើងជាមនុស្សប្រុសក៏យើងមិនប្រកាសថាត្រូវតែទុកការងារធំជាងមនុស្សស្រីដែរយើងត្រូវតែឲ្យតម្លៃស្មើគ្នាភាពស្រស់ស្អាតនៃសម្រស់អ្នកណាគេក៏ចង់បានដែរអ្នកណាគេក៏ចង់បានដៃគូសង្សារដែលស្អាតឬក៏ប្រពន្ធដែលស្អាតសម្រាប់មកកាន់ដៃគ្នាកសាងជីវិតដើម្បីអនាគតរួមគ្នាប៉ុន្តែភាពស្រស់ស្អាតយើងមិនអាចយកវាមកបិទបាំងមកលើឆន្ទៈការងាររបស់យើងនោះទេបើសិនបើមនុស្សស្រីហ្នឹងគឺជាមនុស្សដែលមានគំនិតល្អចេះគិតគូរបានវែងឆ្ងាយចេះជួយជំជ្រែងយើងហើយអាចសម្រេចការងារណាដែលយើងចង់ធ្វើបានអានឹងគឺជាផលប្រយោជន៍រួមដែលយើងកសាងជាមួយគ្នាហើយធ្វើឲ្យស្នេហាហ្នឹងគឺមានឥទ្ធិពលបន្ថែមទៀតដើម្បីយើងចាប់ដៃគ្នារស់នៅជាមួយគ្នាបានគង់វង្សយូរអង្វែងនៅក្នុងអេពីសូតនេះខ្ញុំនិយាយអំពីលាប៉ីជាមួយនឹងសៀវម៉ៃដែលជាប្អូនរបស់ស៊ុនឈៀនសៀវម៉ៃគឺជាមនុស្សដែលរឹងរូសឆេវឆាវហើយគាត់នៅក្មេងគាត់ចង់បានការថ្នាក់ថ្នមការស្រឡាញ់ពីប្តីរបស់គាត់អញ្ចឹងធ្វើឲ្យលាប៉ីហ្នឹងក៏មានទំនាស់ឬក៏ទើសចិត្តចំពោះប្រពន្ធរបស់គាត់ដែរដែលមិនសូវយល់ពីឆន្ទៈរបស់លាប៉ីហ្នឹងប៉ុន្តែដោយសារតែលាប៉ីគឺគាត់គិតវែងឆ្ងាយគាត់ចង់ឲ្យគ្រួសារគាត់រីកចម្រើនឬក៏គាត់ចង់ឲ្យខ្លួនគាត់ផ្ទាល់សម្រេចកិច្ចការធំដើម្បីគាត់កសាងមុខមាត់របស់គាត់ដើម្បីចារក្នុងប្រវត្តិសាស្ត្រឲ្យដឹងថាគាត់គឺជាមនុស្សដែលអស្ចារ្យជាមនុស្សដែលជោគជ័យជាមនុស្សដែលបំពេញអ្វីគ្រប់យ៉ាងដែលគាត់ចង់ធ្វើបានសម្រេចណាហើយខ្លាចជាមនុស្សប្រុសពិតប្រាកដជាមនុស្សប្រុសដែលមានគេឈ្មោះដ៏ល្អតែសៀវម៉ៃអត់សូវយល់ពីប្តីរបស់គាត់ទេអ្វីដែលគាត់ចង់បានគឺការស្រឡាញ់ការដែលឲ្យលាប៉ីហ្នឹងនៅចិត្តគាត់គ្រប់ពេលវេលាអញ្ចឹងលាប៉ីក៏មិនសូវមានឱកាសទៅធ្វើការងារធំៗផ្សេងៗដែរប៉ុន្តែលាប៉ីគឺគាត់អត់សូវខ្វល់ពីប្រពន្ធរបស់គាត់ទេព្រោះគាត់នៅតែមានកំណត់ថាធ្វើការងារធំបានសម្រេចសិនចាំគាត់មករស់នៅជាមួយនឹងប្រពន្ធគាត់សោយសុខស្រួលទៅពេលក្រោយក៏បានដែរហ្នឹងគឺជាកំណត់របស់មនុស្សប្រុសគឺគាត់គិតបានវែងឆ្ងាយជាងមនុស្សស្រីមនុស្សស្រីគឺគាត់គិតតែមកពេលខ្លីរបស់គាត់នេះគិតថាបើសិនជាធ្វើការងារទាំងអស់ហ្នឹងបានប្រយោជន៍អីហើយបើសិនជាធ្វើទៅមិនជោគជ័យវានាំតែខាត់ពេលវេលាហ្នឹងចាំបាច់បន្តទៅទៀតអ្វីដែលយើងមានហ្នឹងយើងរស់នៅតែប៉ុណ្្នឹងទៅយើងអាចមានក្តីសុខជាមួយគ្នាឯងប៉ុន្តែមនុស្សប្រុសគិតផ្សេងការដែលយើងធ្វើការងារមួយណាដែលមិនបានសម្រេចឬក៏មហិច្ឆតាយើងមានទៅដល់លើមេឃប៉ុន្តែយើងជៀនហោះអត់ទៅដល់ផងសួរថាយើងស្ងប់ចិត្តអត់អញ្ចឹងមនុស្សប្រុសបើសិនជាគាត់តាមមនុស្សស្រីអញ្ចឹងគំនិតរបស់គាត់ហើយនឹងមុខរបររបស់គាត់ហើយនឹងកេរ្តិ៍ឈ្មោះរបស់គាត់គឺអាចនិយាយបានមានតែប៉ុណ្្នឹងទេអត់មានថ្ងៃងើបទៅមុខបានទេក្នុងនាមយើងជាមនុស្សស្រីឬក៏យើងជាប្រពន្ធរបស់គេឬក៏យើងជាសង្សាររបស់ម្នាក់ប្រុសហ្នឹងបើសិនជាយើងដឹងថាគាត់មានមហិច្ឆតាគាត់ប្រាប់យើងថាគាត់ចង់សម្រេចកិច្ចការធំបែបនេះគាត់ចង់ទៅរកស៊ីឬក៏គាត់ចង់ទៅធ្វើការងារធំបែបទី1ទី2ទី3អញ្ចឹងទៅហើយបើសិនជាយើងជាមនុស្សស្រីដែលយល់ចង់ឲ្យមនុស្សប្រុស
នៅតែស្រឡាញ់គាត់នៅតែចង់មានពេលវេលាឲ្យគាត់ក៏ប៉ុន្តែមនុស្សប្រុសគឺស្រឡាញ់មនុស្សស្រីខ្លាំងជាងមនុស្សស្រីស្រឡាញ់មនុស្សប្រុសទៀតប៉ុន្តែគាត់គិតថាបើសិនជាគាត់នៅតែប៉ុណ្្នឹងហើយបើសិនជាថ្ងៃមុខទៅមានបញ្ហាឬក៏គាត់ធ្លាក់ខ្លួនអ្វីផ្សេងគឺគាត់អត់មានចំហទប់ទល់នឹងរ៉ាប់រងទៅលើគាត់ទេតែបើសិនជាគាត់អាចសម្រេចកិច្ចការងារធំបានក៏ជោគជ័យគាត់មានលុយច្រើនគាត់មានធនធានគាត់មានកេរ្តិ៍ឈ្មោះអញ្ចឹងទៅនៅពេលដែលថ្ងៃមុខទៅមានបញ្ហាឬក៏កូនកើតមកក៏ឲ្យកូនគាត់សុខស្រួលឬក៏ឲ្យប្រពន្ធគាត់រស់នៅសោយសុខជាមួយគ្នាដែរបើសិនបើមនុស្សប្រុសមានឆន្ទៈបែបហ្នឹងហើយគាត់មិនអាចសម្រេចកិច្ចការរបស់ខ្លួនឯងនៅក្នុងឆាកជីវិតគាត់ណាគឺគាត់ពិបាកនឹងរស់នៅសោយសុខនៅទ្រព្យសម្បត្តិអ្វីដែលគាត់មានសពថ្ងៃហ្នឹងដែរព្រោះគាត់ក្តីសម័យគាត់ធ្វើបានជោគជ័យផងអញ្ចឹងសួរថាការរស់នៅរបស់គាត់វាមិនសូវជាអំណោយផលឬក៏គាត់អត់សូវមានមោទនភាពលើខ្លួនឯងក្នុងនាមយើងជាមនុស្សប្រុសទៅតែបង្កើតមោទនភាពសម្រាប់ខ្លួនឯងបើសិនជាអត់បង្កើតក្តីសម័យរបស់ខ្លួនឯងបាននេះគឺពិបាកហ្មងតែអានឹងខ្ញុំនិយាយសម្រាប់តែមនុស្សប្រុសដែលមានកំណត់គិតគូរវែងឆ្ងាយទេបើសម្រាប់តែមនុស្សប្រុសមិនសូវគិតគូរវែងឆ្ងាយគឺថាខ្លួនឯងចង់នៅតែប៉ុណ្្នឹងអានឹងគឺវាមិនអីទេប៉ុន្តែសម្រាប់មនុស្សប្រុសដែលមានឆន្ទៈគឺយើងត្រូវតែបែងចែកដាច់រវាងមនុស្សដែលខ្លួនឯងស្រឡាញ់ឬក៏រវាងការងារហើយបើសិនជាខ្លួនឯងមិនជោគជ័យទេការរស់នៅហើយនឹងគិតពីប្រពន្ធរបស់យើងក៏ពិបាកដែរគ្រប់យ៉ាងអ្វីដែលមនុស្សប្រុសធ្វើខំប្រឹងធ្វើហើយនឹងបង្កើតឆន្ទៈរបស់គាត់ហ្នឹងគឺវាពោពេញដោយការស្រឡាញ់ចំពោះមនុស្សស្រីនឹងឯងព្រោះគាត់ចង់បង្កើតភាពជោគជ័យមកឲ្យគាត់ហើយបង្កើតភាពជោគជ័យទៅឲ្យមនុស្សស្រីតែគាត់ស្រឡាញ់ដូចគ្នាអញ្ចឹងបើក្នុងនាមយើងជាមនុស្សស្រីយើងគួរតែព្យាយាមបើកចិត្តឲ្យបានវែងឆ្ងាយហើយនឹងស្វែងយល់ពីបរិបទហើយនឹងដៃគូរបស់យើងឲ្យបានច្បាស់លាស់ដើម្បីឲ្យយើងកសាងជីវិតជាមួយគ្នាមិនមែនថាគេមិនចង់មកនៅចិត្តយើងឬក៏គេមិនចង់ថ្នាក់ថ្នមយើងទេប៉ុន្តែដោយសារតែទំនួលខុសត្រូវមនុស្សប្រុសវាមានច្រើនអញ្ចឹងគាត់ត្រូវតែបែងចែកពេលវេលាទៅមើលការខុសត្រូវចំពោះការងាររបស់គាត់ហើយមនុស្សស្រីក៏មិនប្រកាសថាត្រូវតែបិទសិទ្ធមនុស្សប្រុសដែរហើយមនុស្សប្រុសក៏មិនត្រូវមានគំនិតថាមនុស្សស្រីมันអាចដឹកមុខយើងបានដូចគ្នាតែបើសិនជាមនុស្សស្រីហ្នឹងគាត់មានគំនិតគិតគូរវែងឆ្ងាយយើងអាចយកគាត់ធ្វើជាទីប្រឹក្សាឬក៏អាចឲ្យគាត់ជួយជុំផ្សេងយើងសម្រាប់កិច្ចការងារធំរបស់យើងបានដូចគ្នាអានេះចំពោះមនុស្សស្រីដែលគាត់អាចគិតគូរបានវែងឆ្ងាយគាត់មានគំនិតឆន្ទៈដូចយើងបើនិយាយពីខ្សែជីវិតរបស់លាវប៉ៃហើយនិងលាវប៉ាងគឺដូចគ្នាប៉ុន្តែបើតាក់ទងជាមួយនឹងជីវិតគូគឺលាវប៉ៃចាញ់លាវប៉ាងវិញប្រពន្ធរបស់លាវប៉ៃក្រោយហ្នឹងគឺសៀវមីហ្នឹងគឺអត់សូវយល់ពីគំនិតរបស់លាវប៉ៃទេអ្វីដែលគាត់ធ្វើនោះទេតែបើប្រពន្ធរបស់លាវប៉ាងវិញគឺគាត់ជាមនុស្សស្រីដែលរឹងមាំជាមនុស្សស្រីដែលអស្ចារ្យហើយជាមនុស្សស្រីដែលទ្រាំនឹងការពិបាកច្រើនព្រោះនៅពេលដែលគាត់សម្រេចចិត្តរៀបការជាមួយនឹងលាវប៉ាងហើយចូលទៅនៅជាមួយនឹងគ្រួសាររបស់លាវប៉ាងហ្នឹងគឺបងប្អូនថ្លៃរបស់លាវប៉ាងហ្នឹងគឺធ្វើបាបគាត់មែនតើធ្វើបាបជិះជាន់ហើយប្រើគាត់គ្រប់សពបែបយ៉ាងគាត់ធ្វើហើយគាត់នៅតែជំនះឧបសគ្គទាំងអស់ហ្នឹងបានរហូតដល់លាវប៉ាងទទួលបានជោគជ័យគាត់ទៅតែបន្តជ្រំចែងលាវប៉ាងដូចគ្នាហើយនៅពេលដែលលាវប៉ាងសម្រេចចិត្តចេញទៅប្រឡូកខាងក្រៅមិនតន់និយាយថានយោបាយទេគឺគាត់ប្រឡូកជាមួយនឹងសង្គ្រាមអីចឹងទៅគឺប្រពន្ធរបស់លាវប៉ាងហ្នឹងគឺ support ហើយនឹងយល់ពីលាវប៉ាងមែនតើគឺគាត់ប្រឡែងថាបើសិនជាប្តីរបស់គាត់មានឆន្ទៈគិតគូរវែងឆ្ងាយចង់ធ្វើកិច្ចការធំអីគឺគាត់បដ ாய் គាត់ទៅធ្វើទៅនៅពេលដែលគាត់ទទួលបានជោគជ័យសមិទ្ធផលដែលលាវប៉ាងបានហ្នឹងប្រពន្ធគាត់ក៏បានដូចគ្នាហើយគាត់ក៏អាចក្លាយជាម្ចាស់ស្ត្រីនៅពេលដែលលាវប៉ាងអាចមករួបរวมទឹកដីបានហ្នឹងហើយបើលាវប៉ៃគឺអត់សូវមានសំណាងដូចនឹងលាវប៉ាងទេតែនៅក្នុងសាច់រឿងខ្ញុំចាំពាក្យមួយម៉ាត់របស់លាវប៉ៃដែលនិយាយជាមួយនឹងផានថុងដែលជាទីប្រឹក្សារបស់គាត់ហ្នឹងលាវប៉ៃបាននិយាយថាគាត់ដឹងថាសៀវមីគុំតែមានថ្ងៃណាមួយចាក់ចេញពីគាត់ទេព្រោះដោយសារតែការរស់នៅមិនសូវចុះសម្រុងគ្នាទេប៉ុន្តែការស្រឡាញ់របស់លាវប៉ៃហ្នឹងគឺមានខ្លាំងមែនតែនចំពោះនឹងសៀវមីប៉ុន្តែសៀវមីនៅតែចាក់ចេញពីគាត់ហើយគាត់ក៏បាននិយាយពាក្យថាមនុស្សស្រីប្រៀបដូចជាកៅអៅដែលយើងពាក់អញ្ចឹងបើសិនជាយើងពាក់ត្រូវយើងនឹងមានសម្រស់ស្រស់ស្អាតតែបើសិនជាយើងពាក់មិនត្រូវ
កៅអៅហ្នឹងយើងគុំតែបោះវាចោលទេប៉ុន្តែគឺលាបបីគឺស្ទាយមែនតើក៏ប៉ុន្តែកៅអៅហ្នឹងគឺគាត់ពាក់ទៅស្អាតគាត់ពាក់ទៅគាត់ស្រឡាញ់ប៉ុន្តែដោយសារកៅអៅហ្នឹងมันអាចនៅជាមួយនឹងគាត់សុខបានណាអញ្ចឹងគឺត្រូវតែចាក់ចេញពីគាត់ហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឃើញពីមនុស្សស្រីដែលល្អបង្កើតនៅក្នុងសាច់រឿងហើយចង់ឲ្យមនុស្សស្រីហ្នឹងបានដូចនៅខាងក្រៅខ្ញុំរីកមិនអ្នកទាំងអស់គ្នាទៅមើលរឿងរបស់លាវប៉ាងតាក់ទងជាមួយនឹងប្រពន្ធដើមរបស់គាត់ហើយបើមើលរឿងទីប្រសាសឺមីវិញគឺមើលតួអង្គប្រពន្ធរបស់សឺមីហ្នឹងគឺជាមនុស្សស្រីដែលល្អមែនទែនហើយគាត់មានគំនិតមួយឆ្ងាយគាត់ជួយជំរុញប្តីគាត់គ្រប់បែបយ៉ាងហើយរឿងនេះគឺសម្រាប់មនុស្សស្រីអាចមើលបានដូចគ្នាបើសិនបើខ្លួនឯងគិតថាជាមនុស្សស្រីដែលសំខាន់ចង់ឲ្យប្តីរបស់ខ្លួនឯងជោគជ័យហើយនឹងចង់ជួយជំរុញប្តីរបស់ខ្លួនឯងបានជោគជ័យមនុស្សស្រីគ្រប់រូបអាចទៅរៀនសូត្រតាមប្រពន្ធរបស់លាវប៉ាងហើយនឹងប្រពន្ធរបស់សឺមីបានដូចគ្នាការដែលមនុស្សប្រុសអាចរៀនសូត្រតាមលាវប៉ៃគឺជាចំណងមួយដែលល្អកម្មទៅមនុស្សស្រីបើសិនជាគាត់ចង់ចាក់ចេញពីយើងហើយគាត់គិតថារស់នៅជាមួយយើងអត់មានក្តីសុខទេយើងក៏បដៅគាត់ចាក់ចេញទៅព្រោះគាត់គិតថានៅពេលដែលនៅជាមួយយើងគឺមិនសូវបានក្តីស្រឡាញ់អីប៉ុន្មានទេហើយសំបីតែយើងផ្ទាល់ដូចគ្នាយើងផ្ទាល់នៅពេលដែលប្រពន្ធរបស់យើងមិនសូវស្របមិនសូវយល់ពីយើងហើយយើងក៏ពិបាកនឹងមើលថែហើយនឹងពិបាកនឹងខាត់ខាំងគាត់មែនតើទោះបីជាគាត់សម្រេចគិតថាគាត់ចង់ចាក់ចេញទៅហើយយើងគាត់ប៉ុណ្ណាក៏ដោយក៏ការរស់នៅបន្តរបស់យើងនៅតែប៉ុណ្ណឹងព្រោះឆន្ទៈយើងនៅតែមានហើយក្តីស្រឡាញ់យើងនៅតែមានប៉ុន្តែយើងមិនអាចយកឆន្ទៈយើងមិនអាចយកក្តីស្រឡាញ់មកធំជាងឆន្ទៈរបស់យើងបានទេនៅពេលដែលយើងជោគជ័យមិនខ្វះទេមនុស្សដែលមករកយើងឬក៏យើងចង់ត្រូវការអ្នកណាក៏បានដែរប៉ុន្តែអ្វីដែលយើងចង់បានគឺយើងចង់បានភាពជោគជ័យជាមួយនឹងប្រពន្ធរបស់យើងតាំងពីដើមយើងចង់កសាងភាពជោគជ័យជាមួយគ្នាដើម្បីយើងរស់នៅជាមួយគ្នាបានក្តីសុខនៅថ្ងៃអនាគតហើយបើយើងជាមនុស្សប្រុសបើយើងគ្មានភាពជោគជ័យឲ្យមនុស្សស្រីឃើញទេក៏គេមិនសូវឲ្យតម្លៃមកលើយើងដែរយើងអាចមើលឃើញក្នុងបណ្ដាញសង្គមរយៈនេះគឺយើងឃើញថាមនុស្សស្រីបានបើកចំហឬក៏បរិហាគេប្តីខ្លួនឯងថាខ្ចីលុយធនាគារមកទៅដឹងគាត់ហ្នឹងកំពិតទៅមនុស្សប្រុសគឺគាត់មានទំហរច្រើនទំនួលខុសត្រូវច្រើននៅពេលដែលគាត់អត់មានសមត្ថភាពរកលុយដើម្បីទៅការជាមួយគាត់ពេលខ្លះលុយយើងអាចរកវាបានប៉ុន្តែបើសិនជាការសន្សំវាដូចជាមិនងាយទេមនុស្សយើងជោគជ័យយើងត្រូវការអ្នកជួយជ្រែងយើងអ្នកជួយធ្វើការយើងហើយនឹងជួយនាំផ្លូវយើងដែរតែបើសិនជាយើងទៅធ្វើការងារតែម្នាក់ឯងគឺវាពិបាកនឹងរកភាពជោគជ័យមែនតើហើយសម្រាប់លុយដែលយើងរកបានហ្នឹងក៏វាពិបាកនឹងសន្សំគ្រប់ដើម្បីយកទៅការដែរព្រោះយើងគិតថាមនុស្សស្រីយើងទៅដឹងយើងទៅចង់បានគេយើងត្រូវការចំណាយលុយរាប់ពាន់ដុល្លារមិនថាខ្លះ5000ឬក៏10000នេះសម័យឥឡូវអាចនិយាយបានថា10000ទូទៅហើយអញ្ចឹងបើគ្រួសាររបស់មនុស្សប្រុសហ្នឹងគាត់អត់មានសមត្ថភាពរ៉ាប់រងទៅលើគាត់ទេអញ្ចឹងគឺគាត់ត្រូវតែរ៉ាប់រងចំពោះខ្លួនឯងនៅពេលដែលគាត់អត់មានជំរឿថាគាត់រកលុយពីណាបានលឿនដើម្បីទៅការជាមួយគាត់ចឹងមានតែជ្រើសរើសខ្ចីលុយធនាគារដើម្បីបំពេញចិត្តមនុស្សស្រីនឹងឯងព្រោះមនុស្សស្រីនឹងឯងដែលចង់ឲ្យមនុស្សប្រុសទៅការជាមួយគេចឹងនៅពេលដែលគេរកជំរឿឬក៏រកដំណោះស្រាយបានហើយមូលហេតុអីមិនព្រម support ហើយមនុស្សប្រុសដូចគ្នាបើសិនជាយើងដឹងថាយើងចាប់ពាក់គេឬក៏យើងមានបញ្ហាយើងគួរតែប្រាប់មនុស្សស្រីតាមត្រង់ទៅយើងកុំលាក់លៀមកុំឲ្យថានៅពេលដែលគេដឹងពីចំណុចខ្សោយរបស់យើងហើយគេអាចនឹងមើលស្រាលមកលើយើងបើសិនជាមនុស្សស្រីដែលមានកំណត់គិតគូរវែងឆ្ងាយបើសិនជាគាត់ដឹងថាយើងមានបញ្ហាអញ្ចឹងគាត់មិនមើលស្រាលយើងទេហើយក៏គាត់មិនធ្វើឲ្យយើងបាក់បង់ទឹកចិត្តដែរតែបើមនុស្សស្រីដែលដឹងពីបញ្ហារបស់យើងហើយគាត់ទៅបរិហាប្រាប់គេគ្រប់គ្នាផ្សេងទៀតអញ្ចឹងក៏មនុស្សស្រីនឹងគាត់អត់សូវមានកំណត់គិតគូរវែងឆ្ងាយទេហើយការរស់នៅជាមួយគ្នាក៏មិនសូវមានភាពចុះសម្រុងជាមួយគ្នាទេដែរព្រោះមនុស្សស្រីនឹងគាត់មិនអាចស៊ូនឹងការលំបាកបានផងហើយសួរថាយើងអាចទៅស៊ូជាមួយគាត់បានអត់យើងអាចបំពេញក្តីស្រឡាញ់របស់យើង
បង្ហាញឲ្យគេបានហើយក៏យើងអាចបំពេញតម្រូវការគេបានដែរប៉ុន្តែបើសិនជាគេមិនយល់ពីការខំប្រឹងរបស់យើងទេការខំប្រឹងរបស់យើងក៏គ្មានអត្ថន័យអ្វីចំពោះគេដែរគ្រប់យ៉ាងចំពោះមនុស្សប្រុសដែលគាត់ធ្វើចំពោះមនុស្សស្រីគឺសុទ្ធតែជាការស្រឡាញ់ទាំងអស់កុំគិតថាគាត់ធ្វើហ្នឹងគិតថាមួយឆាវមិនមែនទេដោយសារតែពេលខ្លះកលៈទេសៈវាមិនអំណោយផលហើយពេលខ្លះតម្រូវការវាទៅតែឲ្យគាត់ធ្វើបែបហ្នឹងព្រោះមនុស្សស្រីដេញចង់បានមនុស្សប្រុសមកនៅចិត្តខ្លួននេះហើយនៅពេលដែលគេបំពេញតម្រូវការហើយមូលហេតុអីបានមិនព្រមទទួលស្គាល់ឬក៏មិនព្រមទទួលយកការពិតរបស់គេដែលគេខំប្រឹងការស្វែងរកដៃគូជីវិតវាជារឿងងាយស្រួលទេប៉ុន្តែការកសាងគ្រួសារជាមួយគ្នាគឺជារឿងមួយដែលពិបាកមិនថាអ្នកមានប្រពន្ធណាឬក៏អ្នកក្រទេវាសុទ្ធតែជួបបញ្ហាទាំងអស់គ្នាហ្នឹងទោះបីជាយើងមានលុយប៉ុណ្ណាក៏ដោយបើសិនជាការរស់នៅមិនចុះសម្រុងគ្នាគឺក៏វាពិបាកដែរព្រោះមិនយល់រៀងខ្លួនអញ្ចឹងបើសិនជាយើងមនុស្សដែលស៊ូហើយយើងអាចមានសំណាងជួបមនុស្សស្រីដែលស៊ូដូចយើងមានកំណត់ដូចយើងអាហ្នឹងគឺជាចំណុចមួយដែលសំណាងបំផុតសម្រាប់យើងឯងតែបើសិនជាយើងជាមនុស្សដែលស៊ូហើយយើងប៉ះចំមនុស្សស្រីដែលគាត់មិនដែលមានភាពពិបាកនឹងតាំងពីកណ្ដាលហ្នឹងអាហ្នឹងគឺជាផលវិបាកចំពោះយើងឯងអញ្ចឹងបើសិនជាយើងមនុស្សប្រុសបើសិនយើងឋានៈធម្មតាយើងអាចរកមនុស្សស្រីដែលមានឋានៈរៀងខំយើងអីទៅតែបើសិនជាយើងមានណាបើសិនជាយើងមានយើងអាចយកមនុស្សស្រីដែលគេមានស្រាប់ឬក៏មនុស្សស្រីដែលមិនមានក៏បានអានឹងសាច់ទៅលើយើងឯងសំខាន់យើងជាមនុស្សប្រុសយើងត្រូវតែមានអត្តភាពខ្លាំងជាងគេយើងត្រូវតែមានចំហខ្លាំងជាងគេយើងត្រូវតែមានអ្វីបង្ហាញថាយើងលើសគេបើសិនជាយើងស្មើគេឬក៏យើងក្រោមគេមនុស្សស្រីអាចនឹងបានថាគេវាតម្លៃយើងហើយគេមិនសូវឲ្យតម្លៃយើងជាប្តីប្រហែលទេព្រោះគេគិតថាគេអាចរកលុយបានច្រើនជាងគេខ្លាំងជាងហើយគេមានកំណត់វែងឆ្ងាយជាងគេជោគជ័យជាងអញ្ចឹងក្នុងនាមយើងជាមនុស្សប្រុសយើងមិនអាចឲ្យមនុស្សស្រីវិតម្លៃមកលើយើងបែបហ្នឹងទេអញ្ចឹងការរើសជីវិតគូអ្វីដែលខ្ញុំបាននិយាយគឺខ្ញុំបានប្រាប់អ្នកនរគ្នាថាបើសិនជាយើងមានកម្រិតណាយើងអាចយកមនុស្សស្រីដែលមានកម្រិតស្មើយើងឬក៏នៅក្រោមយើងមិនអាចយើងក្រយើងទៅយកកូនគេអ្នកមានទេហើយពេលខ្លះកូនគេអ្នកមានក៏មិនប្រកាសថាឪពុកម្ដាយគេទទួលយកយើងឬក៏គេព្រមទទួលយកយើងដែរអញ្ចឹងបើសិនជាយើងជោគជ័យហើយយើងអាចរើសមនុស្សស្រីដែលគេមានវង្សតកោមានស្រាប់ឬក៏អ្នកដែលមិនមានអីចឹងសំខាន់ឲ្យតែគាត់មានកំណត់គិតគូរមានកំណត់ឆន្ទៈអាចជួយជំរុញយើងបានព្រោះមហិច្ឆតារបស់មនុស្សมันអាចស្កប់ស្កល់បានទេគឺយើងជោគជ័យបានកម្រិតទី1ហើយយើងតែងតែចង់បានកម្រិតទី2ទី3ទី4បន្ថែមទៀតយើងមិនអាចថាជោគជ័យវាមានតែកំណត់នោះទេអញ្ចឹងបើសិនជាយើងបំពេញតម្រូវការសម្រាប់ខ្លួនឯងយើងត្រូវសួរតែខ្លួនឯងថាយើងចង់ធ្វើអីមុនសិនយើងចង់បានអ្វីឲ្យប្រកបសម្រាប់ខ្លួនឯងអញ្ចឹងមនុស្សស្រីចាំយើងគិតគូរនៅពេលក្រោយហើយការដែលយើងរើសមនុស្សស្រីក៏យើងត្រូវតែមើលយើងសិក្សាអំពីការរស់នៅរបស់គេអត្តចរិតរបស់គេហើយនឹងសិលធម៌របស់គេដែរហើយនឹងការខំប្រឹងរបស់គេដែរមនុស្សស្រីបើសិនជាមិនសូវចេះរកលុយមិនសូវមានសមត្ថភាពរកលុយបានច្រើនវាមិនសូវអីសំខាន់អ្វីដែលយើងចង់បានអំពីគាត់គឺអត្តចរិតសិលធម៌ការរស់នៅហើយនឹងជួយជ្រោមជ្រែងយើងព្រោះយើងជាមនុស្សប្រុសយើងប្រឹងហើយអញ្ចឹងបើសិនជាមនុស្សស្រីគាត់ចេះប្រឹងទៀតអានឹងវាកាន់តែល្អតែបើសិនជាមនុស្សស្រីដែលគាត់ប្រឹងដែរប៉ុន្តែគាត់មានលទ្ធភាពធ្វើកិច្ចការងារធំបានតែគាត់អាចជាមនុស្សស្រីដែលគាត់អាចផ្ដល់យោបល់ឲ្យយើងថាទៅធ្វើបែបនេះទៅធ្វើបែបនោះបានអាហ្នឹងគឺជាជំរឿនមួយដែលល្អតែបើសិនជាមនុស្សស្រីដែលគ្រាន់តែចង់បានការស្រឡាញ់គ្រាន់តែចង់បានការថ្នាក់ថ្នមទៅក្នុងតួអង្គលេបៃហ្នឹងគឺអាហ្នឹងគឺជាផលមួយដែលពិបាកមែនតើអញ្ចឹងដល់ពេលដែលគាត់ខំគឺគាត់ខំមកតែឯងហ្នឹងគាត់មនុស្សស្រីដែលគាត់ស្រឡាញ់ហ្នឹងក៏អត់បានខំជាមួយគាត់ផងអញ្ចឹងយើងត្រូវតែចង់ឲ្យមនុស្សស្រីនិងមនុស្សប្រុសខំស្មើគ្នាឲ្យមានកំណត់គិតដូចគ្នាទើបយើងរស់នៅជាមួយគ្នាបានសុខហើយការងារយើងក៏បានជោគជ័យដូចគ្នាដែរហើយអរគុណអ្នកទាំងអស់គ្នាផងអេពីសូតថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់ពីដើមរហូតដល់ចប់ហើយបើសិនជាអេពីសូតនេះគិតថាមានន័យកុំភ្លេចជួយចុច like ឬក៏ចុច subscribe ម្នាក់បងប្អូនដើម្បីទទួលបានថ្មី
វីដេអូថ្មីៗពីខ្ញុំបន្តទៀតហើយយើងជួបគ្នានៅវីដេអូក្រោយ See you guys peace out